ចាខុសគ្នាលោកគ្រូខុសគ្នាពីមុនមកខ្ញុំដាំបែបពីដូនតាមកអត់បានល្អចេះតែដាំដល់ពេលឥឡូវខ្ញុំចូលទៅសាលាវិជ្ជាជីវៈខេត្តត្បូងឃ្មុំខ្ញុំរៀនបានល្អប្រសើរជាងមុនខ្ញុំរៀនបន្តមកបានដាក់ជីតែងមែកបានត្រឹមត្រូវខ្ញុំបានទិន្នផលប្រសើរពីមុនមកបាន1ហិកតាបានតែ1តោនតែប៉ុណ្ណឹងទេគ្រូដល់ពេលឥឡូវមកខ្ញុំទៅរៀនខាងដាំដុះពីដំណាំស្វាយចន្ទីហ្នឹងខ្ញុំតាមលោកគ្រូណែនាំមកខ្ញុំធ្វើការនឹងជាប់លាប់ត្រឹមត្រូវតាមលក្ខណៈគ្រូបរៀនមកគឺបានផលល្អប្រសើរគ្រូចាខ្ញុំចង់ឲ្យបងប្អូនរៀនជាមួយខ្ញុំបដោះបដាជីវៈខាងដាំដុះហ្នឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់ហ្នឹងទៅរៀនជាមួយខ្ញុំបន្តទៅមុខហើយមានចំការខ្លួនឯងអីចឹងទៅយើងមានអនុវត្តល្អប្រសើរដូចខ្ញុំដែរចាខ្ញុំរៀនសាលាហ្នឹងដោយឥតគិតថ្លៃទេគ្រូចាអញ្ចឹងខ្ញុំឲ្យបងប្អូនដែលមានចិត្តចំណាប់អារម្មណ៍ដូចខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាហ្នឹងទៅរៀនដូចខ្ញុំចឹងដែរចាខ្ញុំចុងក្រោយសូមថ្លែងអំណរគុណដល់វិជ្ជាជីវៈខេត្តត្បូងឃ្មុំហ្នឹងជួយបរៀនបដិបដាលឲ្យខ្ញុំចេះដឹងជួយចែកម្លែកដល់បងប្អូនទាំងអស់គ្នាដូចខ្ញុំដែរចាខ្ញុំសូមថ្លែងអំណរគុណសម្ដេចហ៊ុនម៉ាណែតបង្កើតកម្មវិធីបណ្ដុះបណ្ដាលនេះឡើងសូមអរគុណ